Good morning. It's like that out here. Right now we're going to Angkor Wat yeah to see. to see the equinox. មានអារម្មណ៍មិនដែរគេបេគេមិនទេអារម្មណ៍មិនដែរ ទៅដល់ទៅពុកលក់អី ចឹង equinox ហ្នឹងគឺជាព្រឹត្តិការណ៍មួយដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តហើយMiravalid ថាខ្លាចអត់ឃើញចឹងដោយសារយុគមិញភ្លៀងអស់ចឹងទៅអញមានប្រព័ន្ធបាំងហ្នឹងប៉ុន្តែ let's see ថាឃើញអត់ឥឡូវមកម៉ានហើយ ឥឡូវម៉ោង 4:25 យើងណាត់គ្នាមក 4 គាត់តែឥឡូវយើងឡែតអស់ 25 នាទីដោយសារកាមេរ៉ា woman ហើយឥឡូវនេះខ្ញុំបងតាហៅ បើក អីជីអ្នកទាំងអស់គ្នា Hello good morning អ្នកនរគ្នាព្រឹកនេះពិតជាស្រស់ស្រាយមែនទែនចាស្រស់តែនិយាយសម្ដីចាតែជាក់ស្ដែងគឺវាមានព្រឹត្តិការណ៍កើតឡើងជាច្រើនចាដោយសារតែខ្ញុំនៅក្នុងកន្ទប់ខាងស្រីមានម្នាក់បានមួយរៀងរអាក់រអួលនៅខាងប្រុសក៏មានម្នាក់រអាក់រអួលដែរនោះរអាក់រអួលដោយសារនោះរអាក់រអួលដោយសារតែធម្មជាតិតែខ្ញុំរអាក់រអួលដោយសារតែបរិយាកាសមិនធម្មជាតិចាឥឡូវយើងកុំថតមកប្រពន្ធកន្លះដែរចាកុំថតដល់មក3កន្លះកុំថតតែខ្ញុំពេកអាភ្លើង7ខ្វាក់ភ្នែកខ្ញុំឥឡូវហើយយើងអាចនៅពេលដែលយើងងើបម៉ោង4ចេញមកអង្គរវត្តមើល sunrise ចឹងទៅបាត់យើងដឹងថាអាដេកដល់ម៉ោង8ម៉ោង9ហ្នឹងពិតជាស្រួលខ្លួនខ្លាំងណាស់មើលគីបេសុំមួយម៉ាត់ដែរមើលបងប្អូនយើងមួយដេកខ្លាំងណាស់អូដេកយកឲ្យបងតែអត់គ្រប់ទៀតឲ្យបងតែដេកទៀតបានលេខទៀតហើយនឹងលេខ2អានេះគេហៅថា trip ចំក្រៅហ្មងគេថា trip នេះសាហាវហ្មងទៅអត់ដេកទេមិនបាច់ដេកទេผมមកចង់មក trip មួយពួកខ្ញុំតែគេអត់ចង់ដេកមក trip មួយពួកខ្ញុំលែងបានដេកហ្មងតែមិនដេកទេដេកអីតែមានគេដែរដេកទេចង់និយាយចឹងអត់មានអត់សោចធំសោចជំរាបសួរអ្នកទាំងអស់គ្នាបន្ទាប់ពីអរុនសុស្ដីបន្ទាប់ពីខ្ញុំងើបមកទឹកគាត់បានមុខគាត់បានលុបវិញក៏បានដោះឥឡូវគឺបានមកដល់ប្រាសាទអង្គរវត្តហើយទស្សនភាពនៅជុំវិញទាំងពេលវេលាពេលម៉ោង4បាទគឺរងឹតខ្លាំងមែនចឹងម៉ោង5ដល់ម៉ោង5ភ្លឺគឺរងឹតខ្លាំងមែនតែអត់មានទេសំណប់ចិត្តតើថ្ងៃនេះសំណប់ចិត្តមានអារម្មណ៍យ៉ាងណាដែរងុយដេកសំណប់ចិត្តមានអារម្មណ៍ថាងុយដេកណាសំណប់ចិត្តសំដោះអ្នកទាំងអស់គ្នាគេទៅគឺយើងមានជាការបញ្ហាបច្ចេកទេសខ្លាំងមែនតើដោយសារតែវាគឺងងឹតខ្លាំងហើយអូយអ្នកកាមេរ៉ានឹងដាក់កណ្ដាលភ្នែកខ្ញុំដល់មិនខ្វល់ពីខ្ញុំហ្មងចាឥឡូវគឺយើងឡើងកម្មជាដើមមានជាការប្រយ័ត្នជាពិសេសគីមបេប្រយ័ត្នជាប់ក្លៀនមកជួយទៀតមកគីបេណាមុនពេលណាមុនគីបេយើងសុំកាមេរ៉ាមែនកាត់ទៅកាន់គីបេដោយសារជាប់ក្លៀនមានសមាជិកមនុស្សវិទ្យាជាងគេចាឡើយគឺយើងដើរចូលហើយនេះគឺ welcome to Angkor Wat អ្នកគ្នាឥឡូវយើងបានដើរចូលមកខ្លាំងពីអង្គរហើយឥឡូវពងមានមនុស្ស ដើរច្រើនខ្លាំងមែនទេតែគាត់ថាវាលងត់ចឹងទៅយើងអត់ដឹងមើលឃើញអ្នកណាគេខ្លាយទាំងអស់គ្នាតែដឹងតែពួកខ្ញុំនៅទីនេះហើយតិចទៀតគឺ5នាទីទៀតគឺទៅដល់ហើយមនុស្សច្រើនខ្លាំងមែនទេចាឥឡូវយើងធ្វើដំណើរទៅទាំងអស់គ្នា Let's go ពួកយើងអត់ដឹងថាយើងចាប់បានកន្លែងឈរមើលមុខអត់ទេប៉ុន្តែយើង ព្រោះយើងមើលគ្នាអត់ឃើញថាអ្នកណាណា ព្រោះមកកាក់ខ្ញុំម្នាក់កម្ពស់រៀងបានតិច អូ អ្នកទឹកឡៃ shout out to channel លោកពូសុកពូសុដែលបានជួយជំរុញមាតិការបស់យើងជា inspiration ខ្ញុំមាន10 follower shout out ជូន 90k យ៉ាសូមវីដេអូទៅខាងមួយ friend ចាប់អ្នកអត់ នោះអ្នកនេះគឺមានមនុស្សមកច្រើនខ្លាំងមែនតើណាស់តែយ៉ាត់បុកនេះស្រួលយកចាអ្នកនរគ្នាពួកខ្ញុំទៅខាងស្ដាំតែសារតែពួកម៉ាក់ខ្ញុំម៉ែហើយថាស្ដាំល្អជាងមែនហើយនិយាយមែនអត់អីមានអ្នកជនរួមដំណើរយើងនិយាយជនរួមជាតិអីយើងខ្វែដូចគ្នាយើងមានអ្នកបង្ហាញផ្លូវប្រជាចាស់ខ្លាំងមែនតើវិរៈនារីដែរណាចាយើងចូលមកដើរមកមានជាការប្រុងប្រយ័ត្នចំពោះកម្មចនាហើយយើងសូមធ្វើការ
ថ្មីគោរពអានុកូនឡើងដូនតារបស់យើងអ្នកគ្នាយើងជាជនជាតិខ្មែរអូនមានអូនមួយណាអង្គុយមែនអ្នកស្បែកជើងហ្នឹងអង្គុយមានស្បែកជើងញ៉ា សួស្តីអ្នកទាំងអស់គ្នាឥឡូវម៉ោង 5:41 ចឹងឥឡូវយើងពុំចាំមើលសម័យរាត្រីឥឡូវយើងនិយាយជាខ្មែរម្ដងមុនហ្នឹងយើងនិយាយជាអង់គ្លេស Yes ហើយតិចតិចព័ត៌មានខ្លះៗអំពីសម័យរាត្រីគឺក្នុងមួយឆ្នាំសម័យរាត្រីមាន2ដងអ្នកទាំងអស់គ្នានៅក្នុងខែ3ហើយនៅក្នុងខែ9ថ្ងៃទី21ដល់ថ្ងៃទី23ចន្លោះពីម៉ោង 5 ដល់ម៉ោង 6 ព្រឹក right Yes Yes ឥឡូវនឹងគណៈពេលនេះម៉ោង 7:06 អញ្ចឹងវាបានចេញពលឺរំរំណាស់ សម័យមើលបើយើងយើងថតថាវាលិចជាងក្បាលមក មកយើង selfie មួយជាមួយនឹងអូខេសួស្តីទាំងអស់គ្នាម្ដងទៀត finally គឺយើងបានមកដល់ យើងបានមកឃើញហើយ finally after យ៉ា អូលយ ឥឡូវយើង after 3ម៉ោងចាំឥឡូវគឺយើងបានហើយ មែ ទាំង ន អ មិន ស់ មានអាច3ម៉ោងចាំ មានអីទៀតនេះទាំងអស់គ្នា ទាំងមួយដេកទាំងអស់ Yeah that's why អូលយមែនតែនចាឥឡូវគឺយើងបញ្ញាប់ចេញទៅវិញព្រោះមនុស្សច្រើនខ្លាំងមែនតែន ឥឡូវខ្ញុំមួយបាមីនិងមិត្តភ័ក្តិរួមក្រុមទាំងអស់បានត្រឡប់ទៅវិញហើយបន្ទាប់ពីបេសកកម្មជាមួយមនុស្សដល់ច្រើនកយើងមកចាំមុនមែនមកអត់យើង3ម៉ោងយើង2ម៉ោងដល់ម៉ោង4 5 6អញ្ចឹង2ម៉ោងឥឡូវពូតកកងចាំយើងនៅក្រៅវិញ ដើម្បីឲ្យស្មើភាពបាត់នេះ